ក្រោយកិច្ចប្រជុំសន្តិភាពបានបញ្ចប់ប្រជាជនកម្ពុជាបានស្វាគមន៍ចំពោះវត្តមានថ្នាក់ដឹកនាំចំណែកអីតែថៃនយោបាយថៃបែរជាឡើងកម្ដៅក្រោយអាណុទីនវិលចូលស្រុកវិញបាទតែហេតុអ្វីបានជាដូច្នេះបាទក្រោយកិច្ចព្រមព្រៀងប្រជាជនកម្ពុជាសាទរចំពោះការសម្រេចបាននៃសន្តិភាពតែផ្ទុយទៅវិញតាមការផ្សាយឲ្យដឹងពីសារព័ត៌មានថៃបានបង្ហាញថាសញ្ញាប្រឆាំងចំពោះអ្វីដែលនាយករដ្ឋមន្ត្រីអនុទិនបានធ្វើទៅវិញស្ថានភាពនយោបាយនៅប្រទេសថៃឡើងកម្ដៅខ្លាំងក្រោយការវិលត្រឡប់ចូលប្រទេសវិញរបស់នាយករដ្ឋមន្ត្រីថៃគឺលោកអនុទិនឆាវរៈគុលដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំអាស៊ានលើកទី47និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងដំណើរចូលរួមប្រជុំនេះលោកនាយករដ្ឋមន្ត្រីអនុទិនបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដ៏មានសារៈសំខាន់ជាមួយកម្ពុជានិងការចុះហត្ថលេខាលើឯកសារធ្វើអាជីវកម្មរ៉ែកម្រជាមួយសហរដ្ឋអាមេរិកក៏ដូចជាឯកសារពាក់ព័ន្ធស្តីអំពីពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិកដែលជាអ្នកសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងប្រទេសថៃអ្វីដែលធ្វើឲ្យមានការតាមដានច្រើននោះគឺក្រោយការចុះហត្ថលេខាទាំងអ្នកនយោបាយថៃនិងប្រជាជនថៃតាមការផ្សាយចេញរបស់សារព័ត៌មានថៃបានបង្ហាញសញ្ញាប្រឆាំងចំពោះអ្វីដែលនាយករដ្ឋមន្ត្រីអនុទិនបានធ្វើការចេញផ្សាយប្រតិកម្មប្រឆាំងនេះទាំងនាយករដ្ឋមន្ត្រីថៃលោកអនុទិននិងមន្ត្រីរដ្ឋាភិបាលក្នុងគណៈរដ្ឋមន្ត្រីរបស់លោកបានចេញបញ្ជាក់ជាហោហែជុំវិញការចុះហត្ថលេខាលើរ៉ែកម្រជាមួយសហរដ្ឋអាមេរិកអគ្គលេខានៃក្រមប្រឹក្សារដ្ឋបាននិយាយការពីថ្ងៃអង្គារថាអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែក្រោមដីរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកមិនមែនជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានកាតព្វកិច្ចស្របច្បាប់នោះទេការចេញមកបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃនេះហាក់បានបង្ហាញថាផ្ទៃក្នុងរបស់ថៃត្រៀមកម្លាំងធ្វើការតវ៉ាជាមួយរដ្ឋបាលរបស់លោកអនុទិនក្នុងពេលខាងមុខយោងតាមសារព័ត៌មានខៅសុតនៅថ្ងៃទី28ដុល្លារនេះមានការអំពាវនាវឲ្យមានការជួបជុំប្រឆាំងនាយករដ្ឋមន្ត្រីអនុទិននៅពេលខាងមុខនេះដែរក្រោយការអាងមិនបានប្រមាណម៉ោងផងយោងតាមសារព័ត៌មាន The Nation លោកអនុទិនបានចេញមកពន្យល់តាមរយៈវីដេអូថាការចុះអនុសារណៈយោគយល់គ្នាជាមួយសហរដ្ឋអាមេរិកអំពីរ៉ែកម្រមានគោលបំណងសាងចំណេះដឹងនិងបច្ចេកវិទ្យាលោកអនុទិនថា MOU អំពីរ៉ែកម្រក្នុងដីរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកនឹងធ្វើទៅតាមច្បាប់និងរដ្ឋធម្មនុញ្ញរបស់ថៃដោយផ្ដោតលើកិច្ចសហប្រតិបត្តិការដោយយុត្តិធម៌និងការផ្ទេរបច្ចេកវិទ្យាយោងតាមខ្លឹមសារអនុសារណៈយោគយល់គ្នាដែលបានផ្សព្វផ្សាយដោយការិយាល័យព័ត៌មានប្រធានាធិបតីសហរដ្ឋអាមេរិក MOU នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលើការអភិវឌ្ឍនិងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ក្រៅពីការប្រឈមនឹងការតវ៉ាលើអនុសារណៈលើរ៉ែកម្រនេះក៏មានសេចក្តីថ្លែងការណ៍មួយចំនួនអំពីការត្រៀមតវ៉ាចំពោះនាយករដ្ឋមន្ត្រីអនុទិនជុំវិញការលើកឡើងដែលជំរុញឲ្យប្រជាជនថៃទទួលយកដំណោះស្រាយរបស់រដ្ឋាភិបាលនៅពេលខាងមុខដែលលោកទទួលស្គាល់ថាថៃទន្ទ្រានចូលកម្ពុជាត្រង់ចំណុចខ្លះហើយចំណុចខ្លះក៏កម្ពុជាទន្ទ្រានចូលដីថៃវិញដែរតាមការដកស្រង់របស់ព័ត៌មានខៅសុតនៅថ្ងៃទី27ដុល្លារលោកអនុទិនឆានវរៈគុលនាយករដ្ឋមន្ត្រីថៃបានផ្ដល់ការសម្ភាសអំពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមជាមួយកម្ពុជាដោយមានប្រសាសន៍មួយផ្នែកថាការគ្រប់គ្រងនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជាឥឡូវនេះយើងកំពុងផ្ដោតសំខាន់លើតំបន់ភូមិនងច័ន្ទនិងភូមិនងយាកែវខេត្តសកែវដែលមានផ្នែកខ្លះនៃកម្ពុជាបានរំលោភចូលក្នុងដីថៃហើយក៏មានផ្នែកខ្លះដែលថៃបានរំលោភចូលក្នុងដីកម្ពុជាផងដែរប្រសិនបើយើងចង់ឲ្យមានយុត្តិធម៌ត្រូវតែមានយុត្តិធម៌ស្មើគ្នាចំពោះភាគីទាំងពីរប្រសិនបើមានកិច្ចព្រមព្រៀងចេញមកប្រសិនបើប្រជាពលរដ្ឋយើងបានរំលោភចូលត្រូវតែផ្ដល់ត្រឡប់វិញហើយរដ្ឋាភិបាលថៃត្រូវតែស្វែងរកទីតាំងសមស្របសម្រាប់អ្នកទាំងនោះដូចនេះដែរសម្រាប់ភាគីកម្ពុជាដែលបានរំលោភចូលក្នុងដីថៃក៏ត្រូវតែដោះស្រាយតាមយុត្តិធម៌ដូចគ្នាបន្ទាប់មកយើងអាចចាប់ផ្ដើមស្ដារទំនាក់ទំនងការទូតឡើងវិញដែលបច្ចុប្បន្នយើងបានទម្លាក់ត្រឹមទីប្រឹក្សាថ្នាក់ទី2ប៉ុណ្ណោះព្រោះយើងបានហៅទូតឲ្យត្រឡប់មកវិញហើយតាមតែសម្ដីនេះលោកអនុទិនហាក់ដូចជាបន្ទន់អរិយាប័ត្រក្នុងការដោះស្រាយចំនួនត្រូវបានចុះកិច្ចព្រមព្រៀងនៅប្រទេសម៉ាឡេស៊ីក្រោមអធិបតីភាពលោកដូណាល់ត្រាំនិងលោកអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងក៏ជាប្រធានអាស៊ានបដូវវេនបាទតាមការនិយាយរបស់លោកអនុទិននៅថ្ងៃទី27ដុល្លារគោលបំណងសំខាន់របស់លោកគឺដោះស្រាយបញ្ហាផ្ទៃដីត្រួតស៊ីគ្នានៅព្រំដែនកម្ពុជាថៃឲ្យមានយុត្តិធម៌ចំពោះភាគីទាំងពីរជាមុនសិនបាទលោកបាននិយាយថានៅពេលដែលការគ្រប់គ្រងតំបន់នេះត្រូវបានដោះស្រាយត្រឹមត្រូវ
ពេលនោះថៃអាចចាប់ដើមស្ដារទំនាក់ទំនងការទូតជាមួយកម្ពុជាវិញលោកបាននិយាយថានៅពេលដែលការគ្រប់គ្រងនោះត្រូវបានដោះស្រាយត្រឹមត្រូវពេលនោះថៃអាចចាប់ដើមស្ដារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញបាទដោយសារសម្ដីនេះហើយបានជាមានការលើកឡើងថាប្រសិនបើប្រទេសថៃបើព្រំដែនឡើងវិញតែបងប្អូននៅតែបន្តគ្រប់គ្រងទំនិញថៃដែរទេបាទចំពោះសំណួរដែលគេសួរថាតើលោកអានុទីនមានគម្រោងបើកព្រំដែនឡើងវិញដែរឬទេបាទលោកអានុទីនឆ្លើយថាលោកផ្ដោតទៅលើបញ្ហានៅតាមព្រំដែនសិនប្រសិនបើបញ្ហានោះត្រូវបានដោះស្រាយអញ្ចឹងរដ្ឋាភិបាលនឹងពិចារណាលើការបើកព្រំដែនឡើងវិញបាទអញ្ចឹងតតែបញ្ហាព្រំដែននឹងដោះស្រាយសិនបាទទើបលោកគិតគូររឿងបើកព្រំដែនវិញបើមិនទាន់បានដោះស្រាយទេគឺថាព្រំដែននឹងនៅតែបិទបាទដូចជាការសន្យាលើកមុនថាបិទជារៀងរហូតណាប៉ុន្តែអ្វីគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលបើសិនជាដំណោះស្រាយនេះត្រូវបានដោះស្រាយអញ្ចឹងព្រំដែនប្រកាសជាបើកវិញហើយបាទតាមសម្ដីនេះវាមានន័យថាលោកមានបំណងស្ដារទំនាក់ទំនងធម្មតារវាងប្រទេសទាំងពីរឡើងវិញដែលអាចនាំមានការបើកព្រំដែននៅពេលក្រោយប៉ុន្តែគោលដៅជាបឋមរបស់លោកគឺដោះស្រាយបញ្ហារដ្ឋបាលព្រំដែនសិនបាទនៅពេលមានគេសួរថាតើលោកអានុទីននឹងបើកព្រំដែនជាមួយកម្ពុជាវិញដែរទេលោកអានុទីនឆាំវរៈកុលកាលពីថ្ងៃទី27ខែតុលាបានច្រានចោលរបាយការណ៍ដែលថាថៃនឹងគ្រោងបើកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែក្រោយដោយនិយាយថាលក្ខខណ្ឌទាំង4ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះពេលថ្មីនេះត្រូវតែបំពេញមុនពេលទំនាក់ទំនងធម្មតាអាចចាប់ផ្ដើមឡើងវិញបានយោងតាមសារព័ត៌មាន The Nation នាយករដ្ឋមន្ត្រីថៃបានប្រាប់អ្នកសារព័ត៌មានថាខ្ញុំមិនដឹងថាអ្នកណាជាអ្នកកំណត់ការបច្ឆេទនោះទេដោយសម្ដៅរំពឹងទុកថាច្រកព្រំដែនអាចបើកឡើងវិញនៅថ្ងៃទី1វិច្ឆិកាលោកថាប្រទេសថៃនឹងចាំវាតម្លៃពីសកម្មភាពកម្ពុជាលោកអានុទីននៅតែប្រកែកទាំងទទឹងទិសថាប្រទេសថៃមិនមែនជាប្រទេសដែលរំលោភបំពានបទឈប់បាញ់នោះទេដូច្នេះរាល់សកម្មភាពត្រូវតែចាប់ផ្ដើមពីកម្ពុជាអញ្ចឹងថៃតែចាត់ទុកថាខ្លួនឯងនឹងជាជនរងគ្រោះរហូតបាទតែផ្ទុយទៅវិញសម្ដីនឹងសកម្មភាពដែលប្រទេសថៃបានធ្វើគឺផ្ទុយហ្មងបាទផ្ទុយមុនលោកដូណាល់ត្រាំធ្វើដំណើរមកប្រជុំនៅម៉ាឡេស៊ីនេះគឺថាប្រជាជនថៃមួយចំនួនហ្នឹងបានតវ៉ាមិនចង់ឲ្យលោកដូណាល់ត្រាំហ្នឹងមកធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងកម្ពុជាថៃនោះទេបាទនេះវាឆ្លុះបញ្ចាំងថាថៃហ្នឹងគឺមិនចង់ឲ្យមានភាគីទី3ចូលរួមដឹងឮទេដោយថៃគិតថាថៃមានប្រៀបលើកម្ពុជាថៃអាចដាក់សម្ពាធឲ្យកម្ពុជាព្រមតាមអ្វីដែលខ្លួនគេចង់បានបើមានអ្នកទី3មកដឹងឮថៃខ្លាចថាថៃមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនដែលចង់ដាក់សម្ពាធលើកម្ពុជាបាទអញ្ចឹងសម្ដីរបស់ថៃហើយនឹងទង្វើរបស់ថៃគឺថាខុសគ្នាហ្មងដូចបាត់ដៃនៅក្នុងដែកអញ្ចឹងបាទថាខ្លួនឯងជាជនរងគ្រោះប៉ុន្តែមិនចង់ឲ្យមានអ្នកណាមកជួយទេបាទជាធម្មតាជនរងគ្រោះតែតែត្រូវការឲ្យមានអ្នកជួយបាទចំណែកឯប្រទេសកម្ពុជាវិញតែនៅស្វាគមន៍ចំពោះភាគីទី3ដែលចូលរួមដោះស្រាយបាទជាក់ស្ដែងគឺយើងដឹងគុណមែនទែនចំពោះលោកប្រធានាធិបតីអាមេរិក Donald Trump ក៏ដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអានវ៉ាអ៊ីប្រាហ៊ីមដែលបានជួយខ្នះក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះបាទអញ្ចឹងមានតែអ្នករងគ្រោះពិតប្រាកដទេដែលស្វាគមន៍និងត្រេកអរចំពោះវត្តមានភាគីទី3ដែលចូលមកជ្រោមជ្រែងបាទហើយប្រទេសដែលឈ្លានពាននោះគឺថាមិនចង់ឲ្យមានអ្នកណាដឹងឮទេពិភពលោកអាចមើលឃើញថាថៃជាប្រទេសបែបណាបាទ